យើងកំពុងតែធ្វើដំណើរដើម្បីជប់ទូកទៅនេសាទក្រុមការងារបានមកសហការគ្នាឲ្យមកសាទនេះពីម៉ាឡេស៊ីពេញមកបាទកន្លែងនេះគេហៅឈ្មោះអីបាទកន្លែងនេះគេហៅថាភ្នំនេសាទធម្មជាតិភ្នំក្រោកតែនៅប៉ែក20 គីឡូម៉ែត្រពីទីក្រុងសៀមរាបបាទនេះគឺជាតំបន់ទេសចរអេកូធម្មជាតិនៅភ្នំក្រោមពួកយើងបានដល់កន្លែងទីទៀតយើងនឹងអាចជិះទូកលេងប្រិមិត្តទស្សនិកជនបងប្អូនទាំងអស់នេះគឺជាទេសភាពយ៉ាងស្រស់ស្អាតយើងបានមកដល់ហើយបើសិនជាប្រិមិត្តបងប្អូនចាប់អារម្មណ៍បានទេសចរធម្មជាតិសូមចុច Subscribe ហើយ Share វីដេអូនេះទៅដល់មិត្តភ័ក្តិរបស់អស់លោកអ្នកដើម្បីឲ្យគាត់បានដឹងស្រុកខ្មែរមានតំបន់ទេសចរដែលមានលក្ខណៈជាធម្មជាតិស្រស់ស្អាតពិតៗបាទនៅទីនេះមានការបម្រើម្ហូបអាហារយ៉ាងឆ្ងាញ់ដែលធ្វើដោយទឹកដៃចុងភៅខ្មែរ